កីឡាករប្រដាល់សកលអាជីពសញ្ជាតិអ៊ុយក្រែនលេមិនឈីកូនៅពេលនេះបានប្រកាសចូលនិវត្តន៍ពីអាជីពនៅក្នុងវ័យត្រឹមតែ37ឆ្នាំកីឡាករប្រដាល់សកលវ៉ាស៊ីលីលេមិនឈីកូបានបង្ហោះសារលើបណ្ដាញសង្គមដោយបង្ហាញថាលីឈប់ពីប្រដាល់ឈឺសាច់មួយនេះត្រឹមវ័យ37ឆ្នាំប៉ុណ្ណោះក្រោយប្រឡូកអស់រយៈពេល10ឆ្នាំមកនេះលេមិនឈីកូដែលជាអតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក3ប្រភេទទម្ងន់ផ្សេងគ្នាក្រោយពេលវិវត្តខ្លួនក្លាយជាកីឡាករប្រដាល់អាជីពកាលពីឆ្នាំ2013គាត់បានបន្សល់ទុកនៅជ័យជំនះ18ប្រកួតបរាជ័យ3លើកមិនដែលស្មើនិងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់18លើកផងដែរក្នុងចំណោមការឡើងសេវីនសរុបចំនួន21លើកឡាម៉ាន់ឈីកូបានផ្ដួលជើងខ្លាំង George Kambosos ឲ្យបោះបង់ការប្រកួតនៅទឹកទី11ដើម្បីបន្តកាន់កាប់ខ្សែក្រវ៉ាត់ IBF នាអំឡុងខែឧសភាឆ្នាំ2024ដែលជាមួយប្រកួតចុងក្រោយរបស់លោកជាមួយនឹងពាក្យលានេះផងដែរឡាម៉ាឈីកូបានបង្ហោះលើបណ្ដាញសង្គមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថាខ្ញុំសូមថ្លែងអំណរគុណគ្រប់យ៉ាងនៅពេលអាជីពរបស់ខ្ញុំបានមកដល់ទីបញ្ចប់ក្នុងនាមជាកីឡាករម្នាក់ដែលទទួលបានជោគជ័យពិតប្រាកដនាពេលនេះឪពុករបស់ខ្ញុំធ្លាប់បង្រៀនខ្ញុំដោយមិនត្រឹមធ្វើជាអ្នកប្រដាល់ដ៏ល្អម្នាក់ទេក៏ត្រូវបំពេញតួនាទីឪពុកល្អសម្រាប់កូនផងដែរគូបញ្ជាក់ផងថាក្នុងអាជីពប្រដាល់អស់12ឆ្នាំមកនេះឡាម៉ាឈីកូក៏ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអូឡ িম্প ិករដូវក្តៅពីសម័យកាលផងដែរពលគឺនៅទីក្រុងប៉េជីងអូឡ িম্প ិក2008និងទីក្រុងឡុង2012នៅអង់គ្លេស